Alo, alo. Ok. Anh nhà là món cay của chụp điệp xua, phần một test cái chuyến đại của phong trào tam đàn tu sana, tận năng cáp saiตัวพิเศษจึงติดเพจរបស់ទូរទស្សន៍ជាតិកម្ពុជាខេត្តពោធិ៍សាត់ជាទីគោរពរាប់អានគណៈវេលាស្មាននេះទស្សនភាពដែលលោកស្រីនៅនាងកញ្ញាបាននឹងកំពុងតែទស្សនានេះគឺខ្ញុំបាទកំលៀងកំពុងធ្វើសេចក្តីរាយការណ៍ផ្ទាល់ពីទីតាំងនៅតាមដងស្ទឹងពោធិ៍សាត់បាទមកស្ទឹងពោធិ៍សាត់ដែលទីតាំងដែលយើងកំពុងតែស្ថិតនៅនេះគឺតាមបណ្ដោយផ្លូវព្រែកស្ដីមូលដ្ឋានក្នុងក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ហើយឃើញថាមកទល់នឹងពេលនេះស្ថានភាពទឹកស្ទឹងពោធិ៍សាត់នៅតែបន្តមានការកើនឡើងគ្រាន់តែថាល្បឿននៃការកើនឡើងហ្នឹងគឺយឺតហើយអ្វីដែលយើងគួរឲ្យកត់សម្គាល់តាំងពីយប់មិញមកចាប់ពីម៉ោង12ស្ថានភាពទឹកចាប់ផ្ដើមកើនឡើងហើយក្នុងនោះយើងឃើញថាមានការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំខេត្តគឺឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមលោកជំទាវបាទថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ត្រីរាជការនៅតាមបណ្ដាមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្តនិងយុវជនព្រមទាំងកងកម្លាំងនិងប្រជាការពារនៅតាមដងមាត់ស្ទឹងពោធិ៍សាត់បាននឹងកំពុងតែដុតដៃដុតជើងក្នុងការអន្តរាគមន៍ក្នុងនោះយើងឃើញថាក្រោមកិច្ចចង្អុលការនឹងអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់គឺអាដាមខុយរីដាបានលោកបានធ្វើការចុះបាទអន្តរាគមន៍តាំងពីយប់មិញមកម្លេះបាទបើតាមការឲ្យដឹងពីក្រុមការងារគាត់ថាតាំងពីម៉ោងប្រហែលជា1បាទរំលងអាត្រាតយប់មិញថ្ងៃទី19ឈានចូលថ្ងៃទី20ព្រឹកនេះបាទអញ្ចឹងមកទល់នឹងពេលនេះថ្នាក់នាំលោកនៅតែបន្តពិនិត្យមើលនិងអន្តរាគមន៍ជាបន្តទៀតនៅទីតាំងមួយចំនួនបញ្ជាក់ជូនផងដែរថាសម្រាប់ខេត្តពោធិ៍សាត់មូលដ្ឋានដែលមានការលិចបាទគឺយើងមានច្រើនកន្លែងក្នុងនោះមានដូចជាតាមបណ្ដោយស្ទឹងពោធិ៍សាត់ស្ថិតនៅព្រៃញីបាទសង្កាត់ព្រៃញីលលោកសនៅមូលដ្ឋានក្រុងពោធិ៍សាត់បាទហើយមូលដ្ឋានក្រុងពោធិ៍សាត់គឺមានការលិចតិចតួចប៉ុន្តែយ៉ាងណាមិញនៅតែអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋបាទធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសបន្ទាប់ពីនេះយើងឃើញបងប្អូនប្រជាពលរដ្ឋយើងលោកបានត្រៀមលក្ខណៈបាទមួយចំនួនលោកបានទប់នៅទឹកបាទមានជាទំនប់មានជាកង់ឡានឬមធ្យោបាយផ្សេងៗដែលលោកធ្វើការទប់ដើម្បីកុំឲ្យទឹកមានការហក់បុកខ្លាំងចូលទៅផ្ទះសម្បែងរបស់ពួកគាត់ចាក់ជូនផងដែរថាសម្រាប់កិច្ចអន្តរាគមន៍របស់ថ្នាក់ដឹកនាំខេត្តនៅចាប់ពីទៀបភ្លឺមកដល់ពេលនេះគឺមិនទាន់សម្រាប់ទេដោយសារតែស្ថានភាពទឹកនៅតែបន្តហក់ឡើងយ៉ាងណាមិញបាទបងប្អូនយើងអាចទស្សនាបន្តជាមួយនឹងការធ្វើសេចក្តីអត្ថាធិប្បាយហើយទីតាំងដែលយើងកំពុងតែស្ថិតនៅនេះយើងកំពុងតែធ្វើដំណើរទៅកាន់ទីតាំងមូលដ្ឋានក្រុងពោធិ៍សាត់វិញហើយនៅតាមផ្លូវយើងមានក្រុមការងារបាទយុវជនប្រជាការពារកំពុងតែដុតដៃដុតជើងសកម្មភាពយ៉ាងសកម្មនៅក្នុងការជួយអន្តរាគមន៍ទប់ស្កាត់នៅល្បឿននៃទឹកបាទបិទតែយើងមិនអាចទប់ជាប់បាន 100% ប៉ុន្តែយ៉ាងណាយើងព្យាយាមកាត់បន្ថយនៃការខូចខាតជាអតិបរមានៅខាងមុខនោះគឺក្រុមការងារបាទរដ្ឋបាលខេត្តនិងបងប្អូនប្រជាពលរដ្ឋយុវជនប្រជាការពារជាពិសេសមន្ត្រីក្នុងមូលដ្ឋានបាទចូលរួមដុតដៃដុតជើងក្នុងការច្រកនៅបាវខ្សាច់បាទដែលបានបំរុងនិងត្រៀមសម្រាប់ច្រកទៅតាមបាវនីមួយៗដើម្បីទប់សូមបញ្ជាក់ជូនថានៅវេលារាត្រីយប់មិញម៉ោង9នេះក្រុមការងារផ្សាយផ្ទាល់ពិសេសរបស់យើងបានធ្វើការផ្សាយជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យមានការប្រុងប្រយ័ត្នដែលពេលនោះគឺស្ថានភាពទឹកគឺហាក់បីដូចជាមិនជាឡើងលឿនប៉ុន្មានទេប៉ុន្តែមកទល់នឹងព្រឹកនេះគឺថាស្ថានភាពទឹកមានការហក់ឡើងបាទយ៉ាងគំហុកផងដែរហើយអ្វីដែល
បងប្អូនយើងត្រូវធ្វើនៅពេលនេះគឺប្រុងប្រយ័ត្នជាពិសេសជំនះហើយអាដាមថ្នាក់ដឹកនាំយើងលោកបានធ្វើការត្រៀមនៅមូលដ្ឋានក្នុងទីទួលសុវត្ថិភាពដើម្បីជំនះបងប្អូនយើងដែលរងគ្រោះធ្ងន់ធ្ងរបាទទៅកាន់មូលដ្ឋានសុវត្ថិភាពហើយក្នុងនោះអ្វីដែលខ្ញុំទទួលបានព័ត៌មានគឺមូលដ្ឋានសុវត្ថិភាពដែលអាដាមលោកបានត្រៀមសម្រាប់ជំនះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរគឺនៅមន្ទីរបកបាទមន្ទីរគណៈបកប្រជាជនធំនៅសង្កាត់មន់ចែបាទឃើញថាខេត្តពោធិ៍សាត់ក្នុងអំឡុងរយៈពេល2ឆ្នាំបន្ទាប់នេះស្ថានភាពនៃការហក់ឡើងនៅចំនួនទឹកភ្លៀងហាក់បីដូចជាមិនមានផលប៉ះពាល់នឹងរងគ្រោះដល់បងប្អូនប្រជាពលរដ្ឋទេប៉ុន្តែនៅក្នុងឆ្នាំ2025នេះបាទគឺមានការកើនឡើងប៉ុន្តែយ៉ាងណាមិញប្រសិនបើមិនមានអ្វីប្រែប្រួលឬក៏ស្ថានភាពធាតុអាកាសមិនមានការបង្កនៅភ្លៀងធ្លាក់ពីខាងលើទេចំនួនទឹកភ្លៀងនេះបើតាមការឲ្យដឹងពីអាយដាមអភិបាលលោកថានឹងរយៈពេលត្រឹមតែប្រហែលជា2ថ្ងៃទេគឺថ្ងៃទីទី20និងទី21ស្អែកនេះគឺនឹងស្រកទៅវិញហើយបាទនេះគឺសកម្មភាពរបស់បាទអបារងខេត្តគឺអាដាមលឹមសុកតូបាទក៏ដូចជាមន្ត្រីសាលាក្រុងបាទលោកចូលរួមយ៉ាងសស្រាក់ស្រាំក្នុងនោះដឹកនាំដោយអាយដាមអភិបាលនៃគណៈបកខេត្តរបស់យើងថ្ងៃខ្ញុំកម្លាំងថ្ងៃបាទហើយទៀតតែមកទៀតហើយថ្ងៃសិលហើយល្អនេះបាទថែមទៀតលឺច្បាស់បាទអូខេបើកសិនបាទជាស្រ័យចំពោះការធ្វើស្ដីអត្ថាធិប្បាយដែលផ្ទាល់ពីស្ថានភាពជាក់ស្ដែងពីព្រោះដោយសារតែក្រុមការងាររបស់យើងបានធ្វើការ live ផ្ទាល់ភ្លាមដូច្នេះបញ្ហាបច្ចេកទេសភាពរអាក់រអួលអាចនឹងមានអញ្ចឹងអធិស្ឋានពីសំណាក់ប្រិមត្តទស្សនិកជនពីចម្ងាយហើយកុំភ្លេចចូលរួម share ម្នាក់មួយដើម្បីចែកម្លែកនៅសកម្មភាពការជួយសង្គ្រោះអន្តរាគមន៍របស់ថ្នាក់នាំខេត្តរបស់យើងបាទដែលលោកបានចុះជាប្រចាំជាពិសេសបាទទីណាមានការលំបាកថ្នាក់នាំរបស់យើងលោកចុះដល់មូលដ្ឋានផ្ទាល់ដើម្បីជួយអន្តរាគមន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋយើងសូមបញ្ជាក់ជូនថាសកម្មភាពនៃការច្រកបើកសាច់ដើម្បីទប់និងដាក់នៅទីតាំងនេះគឺមិនមែនតែមួយទីតាំងទេបាទគឺយើងធ្វើទីតាំងដែលកំពុងតែរងគ្រោះហើយបញ្ជាក់ជូនផងដែរថាសម្រាប់បងប្អូនយើងដែលមានផលប៉ះពាល់ជាពិសេសស្ថានភាពទឹកមានការកើនឡើងឬក៏សំកិច្ចអន្តរាគមន៍ផ្សេងបងប្អូនយើងអាចធ្វើការតាក់ទងតាមរយៈលេខទូរស័ព្ទបាទមានចំនួន3ប្រព័ន្ធខ្សែទី1 092 728 087 096 239 50 20 097 88អាចនិយាយ87 38 167បាទដូច្នេះលេខទូរស័ព្ទទាំង3ប្រព័ន្ធនេះបងប្អូនប្រជាពលរដ្ឋបាទអាចធ្វើការទំនាក់ទំនងដើម្បីទទួលការអន្តរាគមន៍ពីព្រោះដោយសារតែមន្ត្រីក្នុងមូលដ្ឋានប្រជាការពារលោកមិនបាននៅដិតដល់ជាប់លាប់ជាមួយនឹងបងប្អូនយើងទេដូច្នេះហើយទាមទារឲ្យបងប្អូនយើងបាទធ្វើការមានមធ្យោបាយទំនាក់ទំនងមកកាន់មន្ត្រីក្នុងមូលដ្ឋានដើម្បីជួយបាទអន្តរាគមន៍ទៅកាន់បងប្អូនយើងបាទថា
ទៀតក្នុងឱកាសនោះអាដាមលោកបានសំណេះសំណាលសាកសួរសុខទុក្ខបាទទៅកាន់បងប្អូនយើងដែលមានលំនៅឋានអរ៉បនិងដងស្ទឹងតើមានផលប៉ះពាល់អ្វីទេឬក៏មានការអន្តរាគមន៍យ៉ាងណាពីព្រោះដោយសារតែបងប្អូនយើងដែលរស់នៅតាមបណ្ដោយដងស្ទឹងលោករងផលប៉ះពាល់ជាងបាទដោយសារប្រហែលជា2ឆ្នាំមុនយើងលិចទូទាំងខេត្តប៉ុន្តែអ្វីដែលលិចខ្លាំងនោះគឺបងប្អូនយើងនៅតាមរ៉បមាត់ស្ទឹងនេះឯងដោយសារតំបន់នេះគឺជាតំបន់ដែលប្រឈមហើយកម្លាំងទឹកក៏មានការបុកខ្លាំងមកពីស្ទឹងទាំង3ធំៗរបស់យើងនៅក្នុងខេត្តពោធិ៍សាត់នោះមកខ្លួនឯងមកមើលបាទឥឡូវនេះយើងមកដល់ទីតាំងចិត្តទៅបំបែកឬក៏ស្ពានឆ្លងស្ទឹងបាទដែលស្ថិតនៅសង្កាត់ពេជ្រស្ដីគឺថាបងប្អូននៅទីនេះក៏រងផលប៉ះពាល់ដែរបងប្អូនយើងអាចឃើញអំពីកម្ពស់ទឹកបាទបើធៀបទៅនឹងការធ្វើដំណើររបស់បងប្អូនយើងគឺត្រឹមជង្គង់បាទនេះស្ថានភាពទឹកនៅតាមផ្លូវតែបងប្អូនយើងខ្លះលោកបានរៀបចំដាក់នៅបេបាទមានជាខ្សាច់ដើម្បីត្រៀមបាទប្រុងរបស់គាត់តាំងពីយប់មិញមកម្លេះបាទតាមការឲ្យដឹងបងប្អូនប្រជាពលរដ្ឋណាបាទគាត់ថាស្ថានភាពហ្នឹងគឺអាចនឹងមានការហក់ឡើងប៉ុន្តែយ៉ាងណាមិញហក់ឡើងខ្លាំងបែបណាទៀតនេះយើងរងចាំមើលនិងអាប់ដេតនៅស្ថានភាពបាទជាបន្តទៀតមិនដែរបងតិចអត់តិចដែរអូអត់មានកន្លែងណាអីបងបងប្អូនទៅតាមរ៉បមកស្ទឹងបើឃើញថាអីវ៉ាន់មួយចំនួនហ្នឹងគឺថាលើកដាក់ទុកដាក់ដើម្បីរកទីទួលសុវត្ថិភាពហើយបញ្ជាក់ជូនផងដែរថាស្ថានភាពនេះអូមើលតែបងប្អូនគាត់សុបាយហ្នឹងបាទអត់ដឹងអីទេសុបាយណាស់ក្មេងៗបានហែលទឹកបាទអញ្ចឹងបញ្ជាក់ជូនផងដែរថាសម្រាប់បងប្អូនយើងដែលមានលំនៅឋានរស់នៅតាមបណ្ដោយដងស្ទឹងសូមមេត្តាប្រុងប្រយ័ត្នទី1គឺអគ្គិសនីបាទអគ្គិសនីមានដូចជាព្រីឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ដែលភ្ជាប់ជាមួយនឹងអគ្គិសនីសូមធ្វើការរៀបចំបាទលើកដាក់ឲ្យខ្ពស់ទុកដាក់ឲ្យបានស្រេចបាច់បាទនិងប្រព័ន្ធភ្លើងផ្សេងដែលស្ថិតនៅទៀបបាទលើកឡើងដើម្បីត្រៀមកុំឲ្យមានបញ្ហាអគ្គិភ័យឬក៏ចរន្តអគ្គិសនីជាដើមបាទឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅទីតាំងផ្សេងទៀតដែលជាទីតាំងរងគ្រោះដោយសារតែចំនួនទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់បាត់យើងបាទនេះគឺជាកម្ពស់ទឹកនៅស្ទឹងបាទនៅលើស្ពានព្រែកស្ដីគឺថាល្បឿននៃកម្លាំងទឹកហូរគឺខ្លាំងបងប្អូនបាទគឺខ្លាំងមែនទែនដោយសារតែធ្លាក់មកពីលើនោះល្បឿនធ្លាក់យ៉ាងគំហុកតែម្ដងជាហេតុធ្វើឲ្យដាក់សម្ពាធក្រុងពោធិ៍សាត់យើងខ្លាំងអ្វីដែលសំខាន់គឺរងគ្រោះអាចនឹងបុកខ្លាំងទៅខាងកណ្ដៀងបាទអញ្ចឹងបងប្អូនយើងអ្នកខាងកណ្ដៀងគឺមានការបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នទាំងអស់គ្នាបាទហើយបច្ចុប្បន្ននេះរងគ្រោះខ្លាំងនោះគឺកណ្ដៀងនិងក្រុងពោធិ៍សាត់ផ្នែកខាងនោះក៏បងប្អូនយើងកំពុងតែញាប់ដៃញាប់ជើងក្នុងការទប់ស្កាត់ដែរអូបាក់ផ្លូវទេបងនៅខាងនោះបាក់ហ៎
អូខេឥឡូវយើងត្រឡប់ក្រោយវិញដោយសារតែស្ថានភាពផ្លូវខាងមុខហ្នឹងគឺបាក់ហើយបាទបាក់ផ្លូវហើយលិចជ្រៅបន្តិចបាទអូខេបាទឥឡូវនេះខ្ញុំបាទធ្វើការបានធ្វើជំតទៀតអត់ដើរបងដើរវាតែចេះទៅវាដល់ហើយអូសង្ស័យពួកនឹងធ្វើអស់ថ្មហើយមិនទៅតានេះទៅមកផាក់អស់ទៅអត់មកកាន់បាទជាស្រ័យចំពោះភាពរអាក់រអួលនៃបច្ចេកទេសផ្សាយផ្ទាល់ដោយសារតែយើងចាប់ផ្ដើមផ្សាយភ្លាមបាទអញ្ចឹងហើយជាហេតុធ្វើឲ្យការផ្សាយផ្ទាល់របស់យើងគឺមានភាពរអាក់រអួលបន្តិចបន្តួចអញ្ចឹងអធិស្ឋានពីសំណាក់បងប្អូនជាបរិបទយើងជាពិសេសប្រិយមិត្តទស្សនិកជនដែលតាមដានទស្សនាផងដែរឥឡូវនេះយើងកំពុងតែឆ្ពោះទៅទីតាំងផ្សេងទៀតដោយសារតែទីតាំងដែលយើងត្រៀមទៅមិញនេះគឺស្ថានភាពទឹកយើងឡើងខ្លាំងបាទដូច្នេះហើយយើងបន្តទៅទីតាំងផ្សេងទៀតដើម្បីអន្តរាគមន៍ជាមួយថ្នាក់នាំខេត្តបន្ទាយបាទឃើញថាថ្នាក់ដឹកនាំខេត្តរបស់យើងលោកកំពុងតែដុតដៃដុតជើងព្រួយបារម្ភណាស់បាទចំពោះបងប្អូនយើងដែលរងគ្រោះពីព្រោះបើតាមការឲ្យដឹងគឺតាំងពីយប់មិញមកម្លេះបាទលោកមិនបានសម្រាប់ទេបងប្អូនយើងតាមដាននៅเพจផ្លូវការរបស់ថ្នាក់នាំខេត្តដំអបាលនៃគណៈបាខេត្តពោធិ៍សាត់យើងប្រកាសជាបានឃើញហើយបាទលោកចុះជាប់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋយុវជនបាទប្រជាការពារបាទដើម្បីអន្តរាគមន៍ហើយនឹងច្រកបាវខ្សាច់បាទច្រកបាវខ្សាច់ហើយនឹងឧបករណ៍មធ្យោបាយផ្សេងដើម្បីទប់ស្កាត់នៅការជន់លិចហើយបងប្អូនយើងគាត់នៅតែអត់ភ្លេចទេជន់ណាក៏មិនភ្លេចដែរអាពេលព្រឹកបាទតែនាំមកយើងលោកសួរសុខទុក្ខបាទសួរសុខទុក្ខហើយនេះមិនមែនជាលើកទី1ទេបងប្អូនដោយសារតែខេត្តពោធិ៍សាត់របស់យើងធ្លាប់ទទួលរងនៅការជន់លិចបាទទទួលរងការជន់លិចហើយអាដាមលោករិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីអន្តរាគមន៍ឲ្យបងប្អូនយើងលោកមានសុវត្ថិភាពបាទតែងតែផ្ដល់នូវអនុសាសន៍ផ្សេងស្របពេលដែលការចុះអន្តរាគមន៍នេះផងដែរបាទពេលថាបងប្អូនយើងគាត់តាំងពីយុគមិញគាត់បានត្រៀមលក្ខណៈរួចស្រេចបាទដើម្បីប្រុងជើងការដោយសារតែស្ថានភាពទឹកបាទស្ថានភាពទឹកគឺមានការកើនឡើងជាបន្តបន្ទាប់បាទហើយដំលោកបានធ្វើការផ្ដល់អនុសាសន៍បងប្អូនយើងដែលរស់នៅតាមបណ្ដោយដងស្ទឹងនេះបាទមានការប្រុងប្រយ័ត្នហើយរថយន្តម៉ូតូបាទត្រូវដាក់នៅទីទួលខាងគៀនបាទដើម្បីទប់មធ្យោបាយធ្វើដំណើរឲ្យបងប្អូនជាអ្នកធ្វើដំណើរហើយក៏សំណូមពរអ្នកធ្វើដំណើរមិនថារថយន្តឬម៉ូតូទេសូមបន្ថយល្បឿនបាទដើម្បីកុំឲ្យទឹកហ្នឹងគឺមានការបុកទៅកាន់ទំនប់របស់បងប្អូនយើងដែលប្រឹងទប់ណាបាទអញ្ចឹងហើយបងប្អូនយើងឃើញជាក់ស្ដែងថាក្រុមការងារយើងក្តីរថយន្តរបស់ថ្នាក់ដឹកនាំរបស់យើងក្តីគឺបើកបង្អន់ល្បឿនមួយទេដើម្បីកុំឲ្យទឹកហ្នឹងគឺមានការរលកធំបាទធ្វើឲ្យបាក់ទៅដល់ទំនប់របស់បងប្អូនយើង
សូមបញ្ជាក់ជូនផងដែរថាមុននឹងមកដល់ទីតាំងនៅទីនេះបាទឯកឧត្តមថ្នាក់ដឹកនាំមន្ត្រីឆ្ការបាទកងកម្លាំងប្រជាការពារយុវជនបាទរបស់យើងបានធ្វើការចុះមូលដ្ឋានមួយចំនួនរួចមកហើយនៅទីតាំងមូលដ្ឋានបាទថ្នាក់ដឹកនាំយើងបានធ្វើការចុះអន្តរាគមន៍នោះគឺក្បាលហុងបាទមូលដ្ឋានក្បាលហុងព្រៃញីបាទរហូតមកដល់ទីតាំងនេះបាទដែលជាទីតាំងដែលយើងកំពុងតែស្ថិតនៅនេះគឺនៅតាមបណ្ដោយផ្លូវព្រែកស្ដីនៅស្រុកណាបងបាទនៅក្នុងក្រុងពោធិ៍សាត់បាទនៅក្រុងពោធិ៍សាត់ដោយសារតែស្ថានភាពទឹកស្ទឹងគឺបច្ចុប្បន្ននេះគឺប៉ះពាល់នៅក្រុងពោធិ៍សាត់ហើយអ្វីដែលខ្ញុំទទួលបានព័ត៌មានកាលពីព្រឹកមិញទៀតសោតហ្នឹងគឺថាមិនត្រឹមតែមូលដ្ឋានក្រុងពោធិ៍សាត់ទេនៅខាងប៉ែកក្រកស្ទឹងបំណក់ក៏មានការកើនឡើងដែរបាទនេះបើតាមបងប្អូនប្រជាពលរដ្ឋយើងលោកបានបង្ហោះហើយនឹងធ្វើការចែកចាយនៅវីដេអូបន្តណាបាទឥឡូវយើងកំពុងឈានឆ្ពោះទៅទីតាំងផ្សេងទៀតដែលជាទីតាំងរងគ្រោះបាទបន្តទៀតដែលដឹកនាំដោយឯកឧត្តមអភិរិដាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយឥឡូវនេះទីតាំងដែលយើងកំពុងស្ថិតនៅនេះគឺវត្តហង្សាបៃតិបាទឬក៏បងប្អូនយើងចំណាំហៅវត្តព្រែកស្ដីនោះក៏ទឹកបានហូរបណ្ដើដែរត្បិតតែទីនេះគឺបាទដោយសារតែទល់មុខនេះគឺមានទីតាំងប្រឆាក៏ដូចជាចែកដីបាទជាស្រ័យរត់ចែកដីចង់ឃើញចែកដីអញ្ចឹងហើយបានលបឿនទឹកនៅទីនេះគឺអត់ឡើងខ្លាំងទេបាទដោយសារតែទីតាំងចែកដីនេះគឺបានទប់ទឹកមួយចំនួនហើយក៏ជាទីតាំងខ្ពស់ដែរបាទចឹងគេថាអាដាមលោកបានមានប្រសាសន៍ហើយថាឥឡូវនេះទីតាំងមួយចំនួនយើងបានអន្តរាគមន៍ហើយខ្សាច់ក៏មានដែរអញ្ចឹងខ្សាច់នៅបាវមួយចំនួនទៀតយើងចល័តយកទៅទីតាំងផ្សេងទៀតដែលកំពុងរងគ្រោះបន្តបាទបាទនេះគឺអនុវិទ្យាល័យព្រែកស្ដីក៏លេចដែរvàលេចចូលហូរយ៉ាងកំហុកតែម្ដងប៉ុន្តែមកទល់ពេលនេះស្ថានភាពផ្លូវនៅតាមមូលដ្ឋាននៃការលេចនេះគឺมันមានផលប៉ះពាល់អីទេបងប្អូនតែគ្រាន់ថាទឹកហ្នឹងគឺមានការហក់ឡើងខ្លាំងឥឡូវនេះគ្រឿងចាក់យើងក៏កំពុងតែបញ្ជូនបន្តដែរបាទដើម្បីទៅអន្តរាគមន៍បន្តទៀតបាទឥឡូវនេះយើងបានបន្ថែមល្បឿនបន្តដំណើរទៅមុខដើម្បីស្រោតទៅទីតាំងផ្សេងទៀតបាទព្រោះឥឡូវនេះយើងថតនៅខាងបងប្អូនយើងបាទហើយអាដាមលោកឆ្លៀតសួរសុខទុក្ខបងប្អូនយើងដែលធ្វើដំណើរយ៉ាងម៉េចដែរបាទសុខទុក្ខធ្វើដំណើរតាមផ្លូវបាទប្រយ័ត្នប្រយែងទន្ទឹមនឹងការជន់ឡើងនៃចំនួនទឹកភ្លៀងនេះផងដែរកាលនេះខ្ញុំបានអនុញ្ញាតជម្រាបជូនទៅកាន់បងប្អូនយើងដែលមានលំនៅឋាននិងមូលដ្ឋាននៅរស់នៅតាម
ដងស្ទឹងឬទីតាំងណាដែលមានការជន់លិចទីមួយខ្ញុំបញ្ជាក់ជូនសាជាថ្មីម្ដងទៀតអំពីសុវត្ថិភាពបាទពីភ័យជាពិសេសចរន្តអគ្គិសនីដែលឆ្លងតាមរយៈឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះបាទសូមមេត្តារៀបចំទុកដាក់ឬលើកឲ្យបានខ្ពស់ដើម្បីផុតពីចរន្តឬក៏កម្ពស់ទឹកបាទដែលបានឡើងមួយវិញទៀតគឺត្រូវប្រុងប្រយ័ត្នសត្វអសេរពិសផ្សេងដែលវាឡើងមកជាមួយនឹងស្ថានភាពទឹកបាទក្មេងៗឬក៏បងប្អូនយើងប្រជាពលរដ្ឋបាទសូមមេត្តាប្រុងប្រយ័ត្នអំពីស្ថានភាពនៃអំពីសត្វអសេរពិសផ្សេងបាទដែលអាចកើតមានឡើងជាយថាហេតុបន្ថែមមួយទៀតនោះគឺអ្វីដែលយើងចង់ជំរាបជូនបន្ថែមគឺអំបែងពីព្រោះនៅពេលដែលទឹកកើនឡើងអាចអំបែងផ្សេងដែលវាហូរមកជាមួយនឹងទឹកបាទវាលិចទៅនឹងទឹកហើយយើងមើលអត់ឃើញហាមដើរនឹងជើងទៅទេបាទចាអាដាមកំពុងតែធ្វើការអន្តរាគមន៍ហើយឲ្យវិជាបរដ្ឋជាពិសេសយុវជនធ្វើការត្រៀមនៅទីតាំងដែលរងគ្រោះបន្តទៀតដើម្បីជួយអន្តរាគមន៍បន្ថែមមានការច្រកបើកខ្សាច់បាទឬក៏ជួយទៅតាមមធ្យោបាយផ្សេងដែលរដ្ឋបាលខេត្តបានធ្វើការត្រៀមនិងដាក់ជូនហើយចំណាត់ការបន្តយ៉ាងណាទៀតក្រុមការងារយើងនឹងធ្វើសេចក្តីអធិប្បាយជូនទៅកាន់បងប្អូនយើងទៀតឃើញថាបងប្អូនយើងខ្លះលោកបានត្រៀមតាំងពីយប់អញ្ចឹងផលប៉ះពាល់គាត់ក៏ស្ដួចស្ដើងទៅតាមនឹងបងប្អូនយើងខ្លះទៀតលោកថាសម្រាកទៅចាប់ផ្ដើមទឹកឡើងហូរវូចូលតែម្ដងមិនបានត្រៀមលក្ខណៈឬគ្រាន់តែដូច្នេះហើយបានក្រុមការងារយើងនៅយប់ម៉ោង9យប់មិញនេះហើយយើងបានធ្វើការផ្សាយជូនបងប្អូនយើងឲ្យមានការត្រៀមលក្ខណៈអត់ទេបងនោះផ្ទះបងលេខខ្លាំងអីបងអញ្ចឹងបាទយ៉ាប្រយែងបងមកដល់ទីនេះលំនៅឋានបងប្អូនយើងដែលខ្ពស់ដូចជាមិនបញ្ហាទេបណ្ដាលំនៅឋានបងប្អូនយើងដែលមិនទៅជាខ្ពស់បាទឥឡូវនេះលោកនាយកវិទ្យាល័យអនុវិទ្យាល័យពោធិ៍សាត់បានដឹកនាំបងប្អូនសិស្សានុសិស្សមកជួយអន្តរាគមន៍បាទនេះគឺជាកម្លាំងចលករសំខាន់ណាស់បាទក្នុងនាមជាប្រជាពលរដ្ឋខ្មែរកម្លាំងសាមគ្គីបាទរបស់កម្ពុជារបស់យើងរបស់ខ្មែរបាទហើយលោកនាយកបានដឹកនាំមកដោយផ្ទាល់ដើម្បីចុះផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំខេត្តរបស់យើងធ្វើការអន្តរាគមន៍មានជាមធ្យោបាយផ្សេងបាទក្នុងនោះឯកឧត្តមអភិបាលនៃគណៈបាលខេត្តរបស់យើងលោកបានផ្ដល់អនុសាសន៍ឲ្យបងប្អូនជាពិសេសលោកគ្រូដែលដឹកនាំក្រុមយុវជនបាទអនុវិទ្យាល័យពោធិ៍សាត់ធ្វើការជិះទៅមុខដើម្បីទៅរកទីតាំងដែលមានខ្សាច់ហើយនឹងដើម្បីអន្តរាគមន៍ជាមួយនឹងកងកម្លាំងវិជាការពារមន្ត្រីបាទក្នុងមូលដ្ឋានបាទអញ្ចឹងហើយឆ្លៀតឱកាសអំពីការសិក្សាបាទសិស្សានុសិស្សក្រុមពោធិ៍សាត់របស់យើងក៏ធ្វើការចូលរួមជាមួយសកម្មភាពនៃការអន្តរាគមន៍ជាមួយថ្នាក់ដឹកនាំខេត្តរបស់យើងផងដែរនេះគឺថាជាគំរូល្អមួយដល់យុវជនបាទដើម្បីចូលរួមចំណែកជាផ្នែកមួយក្នុងការចូលរួមអនុវត្តជាពិសេសគឺចូលរួមសង្គ្រោះបងប្អូនយើងផ្សេងទៀត
và lên nó dương gặp một thật này tì trắng xuyên mò hay phù sạch là chỉ xuyên lòng từng phù sạch vào dưới là lấy dương phù sạch đầm nào được tì trắng xây tiếp là chỉ tì trắng lòng rụt và ta mà nói lên lịch muối còn lịch này mong muốn lên lịch muối trong trong phù sạch mình dưới đi tôi một nơi nơi một khi sinh đi là đến chặt và là có biên ca lịch đáy over này mà nó nơi nâng ti tăng ní cà phê mong buồn tiếp lưới trong càng nghe sai to với ban vườn vài lần cắt đôi chiều hồ đến khẳng phần là lớn ní đôi chiều là bươn hồ miền ca thom thói nhưng mà đang tha sắp than lập tiêu nâng cũng vui tắt rõ đi coi dạng na thế dân nâng rong trăm ca chu đầm đằng ở bò mình ti tuân thiên tắt nâng than cái chả này và lời ti tăng lịch và to tiếtคือchất sạt mây khét phù sạt bật dướiคือnơi ti tăng và salad mông khay ti tăng một salad mông ní có lịch đáyของผมvàของผมจะអាចឃើញជាក់ស្ដែងហ្នឹងគាត់ថាស្ថានភាពការលិចនៅទីតាំងនេះมันជាមានផលប៉ះពាល់អីខ្លាំងទេបាទដោយសារតែល្បឿនទឹកมันហូរកាត់បាទគ្រាន់តែលិចនេះគឺអាចថាលិចចេញមកពីតាមរយៈលូឬក៏ទីតាំងផ្សេងដែលទៀបបាទមានទំនាបណាហើយការរស់នៅរបស់បងប្អូនប្រចាំថ្ងៃគឺលោកនៅតែប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃដដែលទេបាទគាត់ថាស្ថានភាពទឹកយ៉ាងត្រជាក់ហើយនឹងអាកាសធាតុនៅក្នុងក្រុងពោធិ៍សាត់ថ្ងៃនេះក៏ត្រជាក់ណយផលទៀតបាទmà lấy dương mà đo một xa thuê khép của sạch này cái nhà mà đo một xa thuê ní tật đừng có phô mà đi cái chuyện của phô tật là dương ăn cái chuyện đây nhé bà
ឥឡូវនេះយើងមកដល់ទីតាំងមុខសាលាខេត្តផ្ទាល់ហើយបាទទីតាំងសួនច្បារមុខសាលាខេត្តយើងឃើញមានក្រុមការងារថ្នាក់នាំខេត្តពិសេសអាបារងខេត្តបាទស្រីឆ្កាវិជាបរដ្ឋវិជាការពារនិងយុវជនបាទចូលរួមយ៉ាងសកម្មមែនទែនដើម្បីច្រកនៅបាវសាច់បាទដើម្បីទប់ស្កាត់នៅមុខសាលាខេត្តដាក់នៅលើខឿនតែម្ដងចឹងមកដល់ទីតាំងនេះគឺឃើញថាមានការលិចរៀងគួរសមដែរបងប្អូនបាទឃើញទេលិចគួរសមហើយអាណាមិញដូចជាមិនលិចចូលដល់ក្នុងសាលាខេត្តទេប៉ុន្តែលបឿននៃទឹកហូរយើងមិនទាន់ដឹងថាយ៉ាងម៉េចទេនៅខាងក្រោយសាលាខេត្តលិចឬអត់បងខាងក្រោយសាលាខេត្តមានការលិចដែរតែលិចតិចទេបាទលិចតិចទេដោយសារតែនៅខាងមុខនេះវាបាំងនៅសាលាខេត្តប៉ុន្តែផ្លូវលេខ1ផ្លូវលេខ2ផ្លូវលេខ3បាទស្ថានភាពផ្លូវគឺគ្រាន់តែជ្រាបទឹកទេបាទមិនលិចហូរកាត់ផ្លូវទេបាទបាទគេថាហូរចេញពីកោះតែម្ដងបាទឥឡូវយើងមកដល់បរិយាវប្បធម៌កោះសំពៅនេះហើយគឺថាទីតាំងនេះក៏លិចដែរបាទលិចហូរចេញពីកោះឆ្លងខឿនបាទកាត់ផ្លូវតែម្ដងប៉ុន្តែកម្ពស់ទឹកដែលកាត់ផ្លូវនេះដូចជាមិនជាជ្រៅដូចនៅខាងព្រែកស្ដីទេគ្រាន់តែហូរកាត់ផ្លូវតែប៉ុណ្ណឹងបាទហើយក្រោមកិច្ចខំប្រឹងប្រែងអន្តរាគមន៍របស់ថ្នាក់ដឹកនាំខេត្តដឹកនាំក្រុមការងាររដ្ឋបាលខេត្តបាទមន្ត្រីឆ្កាអាដាមលោកជំទាវភារទីអង្គភាពជំនាញខេត្តបាទអន្តរាគមន៍តាំងពីយប់មកម្លេះតែម្ដងនៅពេលនេះគឺមិនទាន់បានសម្រានទេបងប្អូនបាទដោយសារស្ថានភាពទឹកក៏មិនទាន់មានការថមថយយ៉ាងណាមិញយើងនឹងបន្តអាប់ដេតជូនលោកនាងបាទនេះគឺជាកម្លាំងជាបរដ្ឋជាការពារបាទលោកគ្រូបាទអន្តរាគមន៍ច្រកឲ្យបើកសាច់បាទដើម្បីទប់ស្កាត់ដូចថាម៉ូតូពេលនេះគឺការច្រកបាវហ្នឹងគឺបានជាហូរហែបងប្អូនបាទនេះបានទប់ទល់បានខ្លះដែរដើម្បីកុំឲ្យលបឿននិងកំហុកនៃទឹកហ្នឹងគឺមានការបោកខ្លាំងមកកាន់ក្រុងពោធិ៍សាត់បាទចឹងជាថ្មីម្ដងទៀតជំរាបហើយជំរាបជូនទៀតថាសូមបងប្អូនប្រជាពលរដ្ឋរបស់យើងមិនថាតែនៅមូលដ្ឋានក្រុងពោធិ៍សាត់ឬតាមបណ្ដោយដងស្ទឹងពោធិ៍សាត់ទេនៅតាមស្រុកកណ្ដៀងបាទស្រុកដែលងាយរងហានិភ័យត្រូវតែបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះស្ថានភាពដែលនឹងអាចមានការហក់ឡើងឬថមថយទៅតាមស្ថានភាពជាក់ស្ដែងតែយ៉ាងណាមិញសង្ឃឹមថាបងប្អូនយើងនឹងបានត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងអស់គ្នាដើម្បីទប់ទល់ទៅនឹងការជន់ឡើងនៃចំនួនទឹកភ្លៀងនេះ
nơi rồi liếp và anh chia sẻ nói cho cô thà là liếp nơi rồi liếp điều một con bàn chỉ điểm cho mà thế chẳng trong một con thiên phương đèn anh phải chung để và trong nông tôi ban qua được biến đang chuẩn bị chun thìการมองพวกยังban chun trip ពីពិសេសត្រៀមលក្ខណៈទប់ស្កាត់មកទាំងអស់គ្នាតែយ៉ាងណាមិញសង្ឃឹមថាបងប្អូនយើងត្រៀមបាទត្រៀមមកហើយចឹងបងប្អូនយើងដែលគាត់នៅរលីបគាត់បានឆ្លើយតបនៅក្នុង comment ហើយបាទអញ្ចឹងហើយអត់លេចទេបាទអរគុណអញ្ចឹងក្រុមការងារផ្សាយផ្ទាល់ពិសេសរបស់យើងខ្ញុំសូមធ្វើការផ្អាកការផ្សាយបណ្ដោះអាសន្នសិនហើយយើងនឹងបន្តការផ្សាយជូនលោកអ្នកសាជាថ្មីបន្តទៀតជាមួយនឹងស្ថានភាពនៅស្ទឹងពោធិ៍សាត់បាទស្ថានភាពចំនួនទឹកយើងនៅក្នុងក្រុងពោធិ៍សាត់បន្តទៀតប្រសិនបើមានករណីការវិវត្តណាមួយផ្សេងទៀតយើងនឹងបន្តការផ្សាយជូនលោកអ្នកជាបន្តបាទកាលនេះក្រុមការងារផ្សាយផ្ទាល់ពិសេសដឹកនាំដោយលោកលៀងកថាប្រធានមន្ត្រីព័ត៌មានខេត្តពោធិ៍សាត់និងក្រុមការងារទាំងអស់បាទសូមអរគុណនិងសូមគោរពលា